ការមើលឃើញរបស់ព្រះអរិយបុគ្គលមើលឃើញសច្ចធម៌ចាក់ធ្លុះនៅសច្ចធម៌គឺមើលឃើញអញ្ចឹងដឹងគេហៅថាដឹងការកើតនិងដឹងការរលត់នៃសង្ខារហ្នឹងណាដឹងការរលត់នាមរូបហ្នឹងត្រង់ហ្នឹងហើយបានធ្វើឲ្យបញ្ញាមើលឃើញណាស៊ីជម្រៅយើងមិនបានកើតទុកមិនបានទោមនោះមិនបានទាស់មโนមិនបានតូចចិត្តមិនបានខឹងសម្បាអីនឹងការនិរិះប្រត់ប្រាស់អីណានីមួយទេពីព្រោះដំណើរនៃការកើតរលត់នៃនាមរូបតែប៉ុណ្ណោះមានញោមណាគាត់សួរព្រឹកមិញណាពីរឿងការកើតរលត់នាមរូបយ៉ាងណាពីរឿងថាការកើតរលត់នៃនាមរូបការកើតរលត់នៃនាមរូបហ្នឹងគឺសំខាន់គឺលោកឲ្យប្រើបញ្ញាថ្នាក់វិបស្សនាក្នុងការសម្លឹងមើលនាមរូបបញ្ចក្ខន្ធដែលកើតមកនៅក្នុងលោកនេះមានរូបមានវេទនាមានសញ្ញាមានសង្ខារមានវិញ្ញាណអញ្ចឹងបញ្ចក្ខន្ធហ្នឹងសរុបរូបរួមមកជារូបធម៌និងនាមធម៌តែយើងហៅថានាមរូបអញ្ចឹងក៏បានអ្វីដែលមើលមិនឃើញហៅថានាមអ្វីដែលមើលឃើញហៅថារូបយល់ណាអញ្ចឹងមានវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងនាមចាត់ទុកថានាមធម៌ដោយសារតែយើងមើលមិនឃើញហើយរូបនេះរូបកាយដែលយើងមើលឃើញហ្នឹងអាហ្នឹងចាត់ទុកថារូបអញ្ចឹងការដែលយើងប្រើបញ្ញាមើលនាមរូបហ្នឹងឲ្យឃើញថាការកើតនិងរលត់នោះយ៉ាងណាហ្នឹងហើយការកើតហ្នឹងមានន័យថាមានហេតុមានបច្ច័យយ៉ាងណានៅក្នុងការកើតនាមរូបហើយបុគ្គលដែលមានបញ្ញាមើលឃើញមានន័យថាមើលឃើញការកើតនិងការរលត់នាមរូបហ្នឹងទៅតាមហេតុបច្ច័យរបស់វាហ្នឹងហើយបើនិយាយពីធម៌ហ្នឹងគឺមានជំរឿទៅដល់អវិជ្ជាបច្ចយានោះអវិជ្ជាបច្ចយាសង្ខារាសង្ខារបច្ចយាមានមូលដ្ឋានសំខាន់ហ្នឹងគឺអវិជ្ជាជាបច្ច័យនាំឲ្យកើតសង្ខារដែលសង្ខារមួយម៉ាត់ហ្នឹងគឺយើងហៅមកគឺនាមរូបហ្នឹងឯងសង្ខារយើងមានជីវិតជីវ៉ារស់នៅលើโลกហ្នឹងតែយើងចាត់ទុកថាមានសង្ខារមានសង្ខារអញ្ចឹងមានមូលដ្ឋានមេបង្កបង្កើតជាកំណើតដែលកើតឡើងហ្នឹងគឺមានអវិជ្ជាហ្នឹងមេបង្កើតហើយបានតណ្ហាឧបាទានកម្មអីហ្នឹងសុទ្ធតែជាហេតុបច្ច័យតគ្នាដែលនាំឲ្យកើតនាមរូបហ្នឹងនាមរូបបច្ចយាទៀតទៅដល់មានហេតុបច្ច័យវាពីដំបូងទៅហើយដែលឲ្យទៅសូម្បីតែយើងមើលនៅក្នុងពិភពលោកហ្នឹងដីទឹកភ្លើងខ្យល់ហ្នឹងគឺជារបស់ដែលមិនដឹងអីប៉ុន្តែដីទឹកភ្លើងខ្យល់នេះអាចបង្កឲ្យមានសត្វកើតឡើងបានពីដំបូងផែនដីកើតឡើងមកអត់តាន់មានអីទេមានស្មៅមានអីតិចតួចចឹងទៅដល់វាដុះដើមឈើមកហើយអាពេលដែលដុះដើមឈើមកវាមានសត្វកើតឡើងមកបន្តគ្នាឃើញទេអាហ្នឹងហេតុបច្ច័យវាតគ្នាអញ្ចឹងបងអញ្ចឹងនៅពេលដែលយើងមើលយកបញ្ញាមកឆ្លុះបញ្ចាំងមើលថាហេតុអ្វីបានជានាមរូបនឹងវាកើតឡើងថាកើតមកពីអវិជ្ជាគ្មាននរណាគេដឹងទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់សម្ដែងថាមនាលភិក្ខុទាំងឡាយកាលដែលអ្នកទាំងឡាយក្តីតថាគតក្តីអន្ទូលទៅក្នុងវដ្តសង្សារដ៏វែងឆ្ងាយព្រោះតែមិនដឹងព្រោះតែអវិជ្ជាហើយព្រោះតែមិនបានត្រាស់ដឹងនៅសច្ចធម៌ទើបចេះតែកើតស្លាប់ក្នុងវដ្តសង្សារហ្នឹងលុះត្រាតែបានត្រាស់ដឹងនៅសច្ចធម៌អរិយសច្ចៈ4ទើបយល់ហេតុនិងផលអញ្ចឹងអរិយសច្ចៈ4នោះគឺជាបញ្ញាជាបញ្ញាដែលមើលឃើញថានាមរូបហ្នឹងវាកើតឡើង
mơ khơi mình bây giờ có lúc tra đăng nâng sai cho thoát lúc mơ khơi như mình yang kênh chia sẻ một giờ thêm mang sập pen tăng để rốt thể thêm mặn tệ thom mà chia đại ná để cả làng hói thom mà chia lúc tay tại miền cao vì nè từ vĩnh chia thom mà đà ở vây na để cả làng chia thom mà đá ở vây nút tay vì nè từ vĩnh chia thom mà đà thế này cả mơ khơi rồi bỏ ra đây một cố mơ khơi sai chặt thó chặt luôn nó sai chặt thó cứ mơ khơi chẳng đăng cái là đăng ca rồi lót này sang kha đó nè đăng ca rồi lót niềm rụp đó này tao năng hãy ban phơ ói bánh nhá mơ khơi nào si chùm rừ dương mình ban cả túc mình ban tô mình no mình ban to mình nô mình ban tôi chất mình ban khăn sầm ba ấy nâng ca thì đi ra hay na thì môi thế vì bro đầm ná thì ca lót này niềm rụp được không nè ăn miên là na môi bằng co bình chia ăn miên là na môi ham khoát ban đi sài hai tên là lứa hết phải cháy ôi ruột nơi ban phần ná ruột ban phần nằng bon phần ná cứ bánh chọc phần nằng chẳng có gì nữa nắng ai cứ chia phần nhà để mơ khơi ca đừng ca rồi lót này niềm rụp hỏi một con để mơ khơi ca rồi lót này mà rụp này niềm rụp nó cứ bên đây tha dọc phần nhà mà cũng đặt đằng phần nhà thằng nào bị pasana nó mơ khơi niềm rụp nó thật được non ăn thì trắng tục khang ở nát tà ấy dương cha trai lẹ thoa nó trôi từ non cô raunមនុស្សស្លាប់កូរ៉ោនមូលហ្នឹងបងញោកូរ៉ោនមូលដាក់រូបថតហ្នឹងណាយើងចាហ្នឹងហើយយើងចាដាក់កូរ៉ោនហ្នឹងបងដល់យើងចាដាក់កន្លែងកូរ៉ោនហ្នឹងចាទៅដាក់ថាម៉េចនាមរូបបាំងទុកខាងនាមរូបបាំងអនិច្ចំនាមរូបបាំងអនត្តាហ្នឹងហើយឬដាក់ថារូបបាំងអនិច្ចំទុកខាងអនត្តាដាក់ប៉ុណ្្នឹងមកអ្នកមិនដឹងគឺមិនដឹងទេប៉ុន្តែបើអ្នកសិក្សាឲ្យស៊ីជម្រៅនៅក្នុងធម៌បានដឹងថានោះគឺដើម្បីឲ្យយើងពិចារណានៅការកើតនិងការរលត់នៃនាមរូបនឹងឯងពិចារណាថាវាមានការកើតនិងការរលត់ទៅតាមហេតុបច្ច័យរបស់វាបញ្ញាកំណត់ដឹងអញ្ចឹងបងបញ្ញាកំណត់ដឹងអញ្ចឹងទៅទើបយើងមិនកើតទុកមិនសោកសៅនៅពេលដែលមានសត្វនិងសង្ខារណាមួយនិរិះប្រត់ប្រាស់ទៅនោះយើងមិនសោកសៅពេកទេដោយសារតែយើងយល់ច្បាស់អំពីការកើតរលត់នៃនាមរូបបងណាអញ្ចឹងអាត្មាសូមឱកាសដោះស្រាយប៉ុណ្ណឹងចុះទោះបីញោមម្ចាស់សំនួននៅមិននៅគឺញោមទាំងអស់គ្នាស្ដាប់យកជាសាក្សីទៅចុះណាបងណាសូមអនុមោទនាបង